បាទជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សចឹងជាថ្មីម្ដងទៀតយើងមកជួបគ្នាបន្តមកទៀតតើតើទៅនឹងការឆ្លើយសំណួរទៅលើមុខវិជ្ជារូបវិទ្យាគឺសំណួរត្រៀមទី2ដែលខ្ញុំនឹងលើកយកមកចឹងដូចដែលបានបង្ហាញគឺយើងនឹងនិយាយគ្នាតើតើទៅនឹងសំណួរមួយនេះគឺសំណួរទី2គឺតើតើទៅនឹងសំណួរដែលថាបំលែងតេម៉ូឌីណាមិកដោយមិនថាបំលែងតេម៉ូឌីណាមិកហ្នឹងហើយចឹងនៅក្នុងលំហាត់នេះយើងមិនឆ្លើយធម្មតាទេយើងមកវិភាគទៅលើស្ថានភាពរបស់វាដើម្បីឲ្យយល់បានកាន់តែច្បាស់ចឹងតើតើទៅនឹងបំលែងតេម៉ូឌីណាមិកដែលយើងនឹងលើកយកមកនិយាយអញ្ចឹងកាលណាដែលនិយាយពីប្រព័ន្ធតេម៉ូឌីណាមិកហ្នឹងគឺយើងសិក្សាទៅលើ molecule ឧស្ម័នវាអាចស្ថិតនៅក្នុងធុងឬក៏ពេលខ្លះទៅវាអាច apply ទៅក្នុងបរិយាកាសហ្នឹងហើយអញ្ចឹងខ្ញុំសូមគូររូបធុងមួយទៅចុះហ្នឹងហើយអញ្ចឹងសន្មតថាវាជារូបធុងអូខេអញ្ចឹងយើងមកមើលតើតើចម្លើយតើតើទៅនឹងបំលែងតេម៉ូឌីណាមិកអញ្ចឹងគេថាជាបំលាស់បដូរភាពរបស់ប្រព័ន្ធដោយបដូរតែកំមន់និងកម្ដៅជាមួយមជ្ឈដ្ឋានក្រៅអញ្ចឹងបន្ទាប់ពីយើងអានហើយយើងសង្កេតឃើញទៅលើពាក្យថាប្រព័ន្ធទី1គឺប្រព័ន្ធតកតងទៅនឹងការបដូរកំមន់និងកម្ដៅជាមួយមជ្ឈដ្ឋានខាងក្រៅអញ្ចឹងបានន័យថាម៉េចបានន័យថាកំមន់និងកម្ដៅត្រូវបានផ្លាស់ប្ដូរជាមួយនឹងប្រព័ន្ធរវាងធាតុ2ទី1គឺប្រព័ន្ធទី2គឺមជ្ឈដ្ឋានខាងក្រៅយើងស្រួលស្ដាប់ទៅប្រព័ន្ធហ្នឹងគឺ molecule ស្មាត់របស់យើងហ្នឹងគឺផ្លាស់ប្ដូរជាមួយនឹងមជ្ឈដ្ឋានក្រៅទៅក្រោមប្រព័ន្ធផ្សេងៗអូខេអញ្ចឹងយើងមកមើលទៅលើការឧទាហរណ៍ស្ថានភាពរបស់វាខ្ញុំសូមគូររូបសាស្ត្រថ្មីអូខេអញ្ចឹងឧទាហរណ៍វាមានមាត់ធុងវាមានពីស្តុងតនេះចុះនេះជាពីស្តុងនេះ molecule ឧស្ម័ននៅខាងក្នុងហ្នឹងអូខេហ្នឹងហើយអញ្ចឹងបន្តមកទៀតតើតើទៅនឹងឧទាហរណ៍មិនឧទាហរណ៍ទេតើតើទៅនឹងនិយមន័យមួយផ្នែកដែលធ្វើវាមានបំលែងតេម៉ូឌីណាមិកហ្នឹងគឺយើងឃើញហើយថាវាតើតើទៅនឹងអីគេវាតើតើទៅនឹងកាមន់បានន័យថាកាមន់ធ្វើឲ្យមាននៅបំលែងតេម៉ូឌីណាមិកឧទាហរណ៍ថាយើង apply កម្លាំងមួយសង្កត់ទៅលើពីស្តុងអញ្ចឹងយើងឃើញថាម៉េចយើងឃើញថាពីស្តុងហ្នឹងនឹងផ្លាស់ទីមកក្រោមនឹងផ្លាស់ទីមកក្រោមអញ្ចឹងបានន័យថាម៉េចវាមាននៅបំលាស់ទី x ណាមួយអញ្ចឹងយើងមានពីរករណីដែលយើងត្រូវគិតទី1គឺមជ្ឈដ្ឋានខាងក្រៅធ្វើអំពើឬក៏ធ្វើកំមន់មកលើ molecule ស្មាន់អញ្ចឹង molecule ស្មាន់របស់យើងហ្នឹងគឺជាអ្នករងកំមន់អញ្ចឹងបើសិនជាយើងបដោតសំខាន់ទៅលើមជ្ឈដ្ឋានខាងក្រៅគឺមជ្ឈដ្ឋានខាងក្រៅធ្វើកំមន់វិជ្ជមានទៅលើឧស្ម័នហ្នឹងហើយដល់ពេលអូស្ម័នវាអត់បានធ្វើកំមន់ទេប៉ុន្តែវារងអញ្ចឹងវាធ្វើកំមន់អវិជ្ជមានឬក៏វារងកំមន់ពីមជ្ឈដ្ឋានខាងក្រៅប៉ុន្តែសូមបញ្ជាក់ផងដែរថាចំពោះការសិក្សាទៅលើច្បាប់តេម៉ូឌីណាមិកដែលយើងសិក្សាដូចជាកម្ដៅស្មើនឹងកំមន់និងប្រែប្រួលតាមពុកក្នុងនោះគឺយើងនិយាយតែឧស្ម័នទេបានន័យថាក្នុងករណីទី1ដែលខ្ញុំឧទាហរណ៍ហ្នឹងគឺកំមន់របស់វាគឺអវិជ្ជមានហើយបានន័យថាវាទទួលរងកំមន់ពីមជ្ឈដ្ឋានខាងក្រៅហ្នឹងហើយអញ្ចឹងមួយទៀតឧទាហរណ៍ថាខ្ញុំគូររូបមួយទៀតវាតទៅនឹងកំមន់ដដែលអត់ឆ្ងាយទេអញ្ចឹងឧទាហរណ៍ថាពីស្តុងនៅទៅនេះចុះអញ្ចឹងដោយសារតែ molecule ឧស្ម័ននៅខាងក្នុងហ្នឹងឧទាហរណ៍ថា molecule ឧស្ម័ននៅក្នុងនេះវាមិនទៅវាមានចលនាខ្លាំងក្លាអញ្ចឹងវាបានរុញពីស្តុងហ្នឹងឲ្យវាផ្លាស់ទីឡើងលើវិញដោយកម្លាំងណាមួយឲ្យវាផ្លាស់ទីឡើងលើដោយល្បឿនវ៉េណាមួយចឹងទៅអញ្ចឹងបានន័យថាម៉េចបានន័យថាវាមាននៅបំលែងដែរទាំងពីររូបហ្នឹងគឺមាននៅបំលែងបានន័យថារូបទី2ក៏វាមានបំលែងដែរដោយបដូរកំមន់ដោយកំមន់ហ្នឹងគឺជារបស់អូស្ម័នបានន័យថាអូស្ម័នធ្វើកំមន់វិជ្ជមានទៅលើពីស្តុងឬក៏ទៅលើមជ្ឈដ្ឋានខាងក្រៅអាហ្នឹងទី1ទៅនឹងកំមន់ហ្នឹងហើយចឹងខ្លីៗជាកំមន់មួយទៀតទៅនឹងបំរែបំរួលថាមពលកម្ដៅឬក៏តទៅនឹងការកម្ដៅការបំលែងកម្ដៅឧទាហរណ៍តែយើងមានរូបមួយទៀតហើយយើងមានរូបពីស្តុងអូខេរូបពីស្តុងដល់ហើយឧទាហរណ៍រូបពីស្តុងហើយពីស្តុងនៅទៅនេះចុះអូខេអញ្ចឹងបើសិនជាយើងដាក់ក្រោមឆ្នាំងមួយហើយសំទោស
ប្រភពកម្ដៅមួយដុតកម្ដៅវាយើងឃើញថាយើងប្រកាសជាឃើញថា piston នោះមានការបំលាស់ទីឯងគឺវាបំលាស់ទីទៅលើអីចឹងទៅចុះន័យថាម៉េចប្រព័ន្ធរបស់យើងវាមាននៅសីតុណ្ហភាពមួយកាលណាវារងកម្ដៅវាប្រកាសជាកើនឡើងកម្ដៅចុះន័យថាវាទទួលរងនៅកម្ដៅពីមជ្ឈដ្ឋានខាងក្រៅឃើញទេអានោះវាតកតងទៅនឹងរឿងពីរតកតងទៅនឹងខាងក្នុងតកតងទៅខាងក្រៅបាទតកតងនឹងស្មានតកតងនឹងសាខាងក្រៅចឹងកាលណាដែលវារងនៅកម្ដៅបែបហ្នឹងគឺវាមាននៅបំលាស់ទីរបស់ piston ចឹងកាលណាបំលាស់ទីរបស់ piston យើងឃើញមាឌរបស់វាប្រែប្រួលយើងឃើញសីតុណ្ហភាពឬក៏ថាមពលស៊ីនតិចរបស់វាប្រែប្រួលអាហ្នឹងហើយជាបំលែងភាពរបស់ប្រព័ន្ធតកតងទៅនឹងមាឌតកតងទៅនឹងថាមពលស៊ីនតិចអាហ្នឹងសិតតែជាភាពរបស់ប្រព័ន្ធហើយអាហ្នឹងកាលណាដែលវាមានបំលែងបែបហ្នឹងបំលែងមាឌបែបហ្នឹងវានាំឲ្យមាននៅបំលែងភាពរបស់ប្រព័ន្ធឬក៏បំលែងតែមួយដែលមិនហ្នឹងកើតឡើងអូខេចុះវាអាចមានមួយទៀតខ្ញុំអត់ទៅសេទេគឺវាអាចមានការបញ្ចេញកម្ដៅវិញណាបញ្ចេញកម្ដៅវិញអញ្ចឹងការបញ្ចេញកម្ដៅហ្នឹងក៏វាមានអីគេក៏វាមានបំលាស់ទីនៃ piston ដែរក៏មាននៅបំលែងដែរណាវាដូចតែ common ដែរទេអញ្ចឹងអាហ្នឹងគឺជារឿងដែលយើងត្រូវនិយាយវាមានប៉ុណ្្នឹងឯងដោយឡែកបន្ថែមមួយវិញទៀតនោះកុំឲ្យច្រឡំតកតងទៅនឹងច្បាប់termodynamicsរបស់យើងច្បាប់ទី1របស់យើងគឺកម្ដៅស្មើគេកម្ដៅស្មើនឹងបំរែបំរួលថាមពលក្នុងបូកឲ្យគេបូកឲ្យ common អញ្ចឹងយើងឃើញថាម៉េចយើងឃើញថាវាមានរឿងដល់ទៅ3យើងឃើញថាម៉េចយើងឃើញថាវាមាននៅកម្ដៅយើងឃើញវាមាននៅបំរែបំរួលថាមពលក្នុងនិង common ហើយហេតុអ្វីបានយើងឆ្លើយបំលែងtermodynamicsហ្នឹងនិយាយតែ2ចំណុចបាទដោយសារតែច្បាប់ termodynamicsហ្នឹងយើងនិយាយតែទៅលើប្រព័ន្ធរបស់យើងទេនិយាយតែ molecule ស្មានទេអញ្ចឹងមានន័យថាវាមាន3វាមានកម្ដៅវាមាន common វាមានប្រែប្រួលតាមពពក្នុងដែលឡែកតកតងទៅនឹងកតាបំលែងtermodynamicsហ្នឹងគឺមានកតាតែ2ទេអត់មានតកតងនឹងបំរែប្រួលតាមពពក្នុងទេហ្នឹងហើយអញ្ចឹងគឺមានតែប្រព័ន្ធនេះទេចម្លើយសង្ឃឹមថាគ្នាយើងនឹងអាចយល់កុំឲ្យវែងពេកខ្ញុំធ្វើតែប៉ុណ្្នឹងទេអូខេអញ្ចឹងសង្ឃឹមថាយើងអាចតន់បានជម្រាបលាជួបគ្នានៅឱកាសវីដេអូក្រោយ